សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះផងដែរចង់ចែកម្លែកដល់បងប្អូនដែលជាតកង់ថ្មីឬក៏បងប្អូនដែលទើបនឹងប្រើផលិតផលសញ្ជោ DC 120ថ្មីអំពីការថែរក្សាការដូរប្រេងឲ្យត្រូវតាមបច្ចេកទេសនិងត្រូវតាមការណែនាំរបស់ក្រុមហ៊ុនបាទចំពោះការដូរប្រេងដំបូងដែលយើងត្រូវធ្វើការថែរក្សានោះគឺការផ្លាស់ប្ដូរប្រេងម៉ាស៊ីនឲ្យត្រូវតាមម៉ោងកំណត់ដែលការដូរហ្នឹងគឺរយៈពេល50ម៉ោងដំបូងសម្រាប់ផលិតផលថ្មីនិងបន្ទាប់មករៀងរាល់200ម៉ោងម្ដងហើយនេះជាកន្លែងប្រហូរប្រេងផងដែរបាទដោយមួយចំហៀងគឺប្រេងម៉ាស៊ីនមួយចំហៀងទៀតគឺទឹកស្អំបាទហើយសម្រាប់ចំណុះវាគឺ 13.2 លីត្របាទសម្រាប់ម៉ាស៊ីនជ្រូក DC 120X ហើយរាល់ការដូរប្រេងម៉ាស៊ីនបងប្អូនកុំភ្លេចដូរតម្រងប្រេងផងដែរបាទគឺដូរទាំងពីរនឹងប្រេងហើយនឹងតម្រងប្រេងបាទហើយបន្តមកទៀតសម្រាប់ប្រេងបូមដែលបងប្អូនហៅថាប្រេង UDT ហ្នឹងគឺប្រេងធុងស្តុកខាងមុខគឺចំណុះ 26.4 លីត្រហើយនឹងប្រេងប្រអប់លេខគឺ 16.8 លីត្របាទហើយសម្រាប់កន្លែងប្រហូរប្រេងបូមខាងមុខបងប្អូនដឹងហើយនៅកន្លែងនេះហើយនឹងកន្លែងបង្ហូរប្រេង UDT ប្រអប់លេខបាទគឺនៅខាងក្រោយបាទនេះគឺជាកន្លែងបង្ហូរប្រេងប្រអប់លេខ UDT ខាងក្រោយផងដែរបាទគឺផ្លាស់ប្ដូរថ្មីដំបូង50ម៉ោងបន្ទាប់មកគឺ300ម៉ោងបាទហើយពេលដែលយើងបង្ហូរប្រេងប្រអប់លេខយើងក៏ត្រូវបង្ហូរប្រេង HIT ផងដែរបាទគឺបឡុងសស2គ្រាប់នេះគឺបង្ហូរទាំងសងខាងបាទបានអស់ប្រេងហើយនេះគឺជាប្រអប់លេខសិនជ្រុល120របស់យើងហើយក៏សូមបញ្ជាក់ម្ដងទៀតចំពោះការដូរប្រេងប្រអប់លេខក៏ដូរតម្រងប្រអប់លេខផងដែរបាទរួមទាំងតម្រង HST ហើយក៏មានប្រេងតាមផ្លូវ HST មួយទៀតដែលមានចំណុះ 0.8 លីត្រផងដែរបាទដែលកន្លែងការ៉ូបចាក់វាពណ៌លឿងហ្នឹងបាទសម្រាប់ការថែរក្សាបើសិនជាបងប្អូនចង់លាងប្រអប់លេខបងប្អូនកុំភ្លេចកាត់ដបទឹកសុទ្ធយកទៅគ្របនិងគម្របកន្លែងចាក់ពណ៌លឿងហ្នឹងផងបាទដោយសារកន្លែងហ្នឹងវាមានរុនហើយបើសិនជាយើងមិនបានគ្របវាស្អាតទេពេលដែលយើងបាញ់ទឹកលាងទៅវាអាចធ្វើឲ្យទឹកចូលទៅក្នុងប្រព័ន្ធផ្លូវ HST នឹងបានបាទហើយនេះក៏ជារូបគំនូរបច្ចេកទេសដែលបញ្ជាក់ប្រាប់អំពីម៉ាស៊ីនរបស់បងប្អូនផងដែរបាទហើយក៏សូមរំលឹកចំពោះការផ្លាស់ប្ដូរប្រេងប្រអប់លេខឬក៏ប្រេងបូមគឺតម្រូវឲ្យបងប្អូនត្រួតពិនិត្យម៉ាកគេ2ទៅ3ដងផងដែរបាទដោយសារការចាក់លើកដំបូងគឺប្រេងមិនទាន់រត់ចូលក្នុងតម្រងតាមទៅយកគ្រប់អញ្ចឹងយើងចាក់ដំបូងវាឃើញហូរម៉ាកគេយើងកុំទាន់យកទៅប្រើប្រាស់គឺធ្វើការបញ្ឆេះម៉ាស៊ីន1នាទីទៅ2នាទីហើយអាចញូច HT ទៅមុខឬថយក្រោយក៏បានដើម្បីឲ្យប្រេងវារត់ចូលសពចូលក្នុងទុយោនិងតម្រងហើយធ្វើការត្រួតពិនិត្យម៉ាកគេម្ដងទៀតរួចចាំធ្វើការចាក់បំពេញបន្ថែមហើយបន្តមកទៀតយើងមកមើលផ្លូវទូបោករបស់យើងគឺការថែទាំការដូរប្រេងថ្មីដំបូង50ម៉ោងបន្តមក300ម៉ោងដូចគ្នាបាទដោយចំណុះគឺ 2.8 លីត្រហើយសម្រាប់ប្រេងបូមប្រេងប៉ង់ប្រេងប្រអប់លេខនិងប្រេងទូបោកគឺជាប្រេង UDT តែមួយទេបាទគ្រាន់តែកន្លែងចាក់ផ្សេងគ្នាហើយនិងកន្លែងបង្ហូរក៏ផ្សេងគ្នាផងដែរបាទជាចុងក្រោយចំពោះការថែទាំនិងការផ្លាស់ប្ដូរប្រេងនេះគឺជាតារាងដែលផ្លាស់ប្ដូរចេញពីខាងរោងចក្របាទហើយបងប្អូនអាចយកទៅមើលជាគំរូបានបាទបើសិនជាមានចំណុចខ្វះខាតនិងខុសឆ្គងកន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសហើយបើមានព័ត៌មានអ្វីដែលអាប់ដេតថ្មីខ្ញុំនឹងជូនដំណឹងដល់បងប្អូននៅពេលក្រោយទៀតបាទសូមអរគុណ